Bà con đọc ông của bộ môn ngọc thì miền Tây Quảng Trị, số mang bài từ không Tây Quảng Trị chào tất cả thá trên khu thị sản. Tây Quảng Trị chào tất cả thá trên khu thị sản sập mũi, hay những an đang một kho thếคือkho thị bậc bảy. Tây Quảng Trị chào tất cả thá trên khu thị sản sập mũi, kho thị bậc bảy. គឺព្រះយេហូវ៉ាដែលនឹងយាងនាំមកឯងទៅព្រមទាំងគង់ជាមួយនឹងឯងទ្រង់មិនដែលខាននឹងប្រុសឯងឡើយក៏មិនដែលបោះបង់ចោលឯងដែរដូច្នេះកុំឲ្យខ្លាចឬសុជចិត្តអសោះអរគុណព្រះអង្គសូមបានអធិដ្ឋានជាមួយគ្នាសូមសរសើរនឹងការដ៏ព្រះដ៏គួរបំផុតដោយដាគុំគុំសូមសរសើរនឹងការព្រះអង្គសាជាថ្មីនិងអរគុណព្រះអង្គដ៏ទៀតសម្រាប់ពេលវេលាឱកាសដែលព្រះជាម្ចាស់បានញែកពេលសម្រាប់កូនរបស់ព្រះអង្គបានជួបជុំគ្នាមកសរសើរនឹងការមកថ្វាយបង្គំហើយជាមួយនឹងគ្នាយើងទាំងអស់គ្នានឹងមានឱកាសរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមព្រះវិញ្ញាណទ្រង់បានដឹកនាំយើងខ្ញុំទាំងអស់គ្នាបង្រៀនយើងខ្ញុំទាំងអស់គ្នានិងបើកសម្ដែងយើងខ្ញុំបានយល់ពីបំណងអាតីរបស់ព្រះអង្គផងដែរប្រទានពរឲ្យព្រះបន្ទូលទីទ្រង់បានដោះលែងក្នុងជីវិតយើងខ្ញុំទាំងអស់គ្នាព្រមគុំសូមអរគុណទ្រង់សូមរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាទៅនៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនយើងឃើញថានៅក្នុងជីវិតយើងសពថ្ងៃនេះការរស់នៅរបស់យើងមិនថាយើងជាគ្រីស្ទបរិស័ទឬក៏ជាអ្នកដែលមិនជឿព្រះអង្គទេយើងតែងតែជួបបញ្ហាជាច្រើនដែលកើតឡើងក្នុងជីវិតហើយបញ្ហាមួយចំនួនគឺជាបញ្ហាដែលលើសពីសមត្ថភាពយើងដែលអាចដោះស្រាយបានហើយក្នុងចំណោមបញ្ហាទាំងអស់គឺថាយើងទាំងអស់គ្នាមានបញ្ហាផ្សេងគ្នាមានអ្នកខ្លះបញ្ហាដ៏ធំសម្រាប់គាត់គឺជាជំងឺរោគីជាដើមគឺជាជំងឺមួយដែលរំរាយនៅក្នុងជីវិតของគាត់ដែលពេលខ្លះគាត់អត់មានសង្ឃឹមនឹងថាធ្វើម៉េចដើម្បីឲ្យបានជាពីជំងឺនោះទេហើយអ្នកខ្លះទៀតបញ្ហាដ៏ធំរបស់គាត់អាចជាបញ្ហាគ្រួសារបញ្ហាបែកបាក់បញ្ហាទំនាក់ទំនងរវាងបងប្អូនជាមួយឪពុកម្ដាយឬមួយក៏ជាមួយនឹងមិត្តភ័ក្តិគូកូនអ្នករួមការងារជាមួយឆ្លើយចំណែកអ្នកខ្លះទៀតបញ្ហាដែលគាត់ជួបប្រទះបើគាត់នៅក្មេងៗអាចជាការប្រឡងការរៀននឹងចូលហើយអាចជាការដែលពេលគាត់រៀនចប់ហើយអត់មានការងារធ្វើហើយគាត់រត់ទៅរកការងារធ្វើអាចជាបញ្ហាសម្រាប់គាត់ហើយបងប្អូនខ្លះអាចជាបញ្ហាខ្វះខាតថវិកាខ្វះខាតមួយមុខរបរយើងចំនួនយើងពេលយើងរកស៊ីរកមិនបានល្អមិនបានអត់គូប្រហោឬក៏បានអត់រឿងទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលយើងទាំងអស់គ្នាម្នាក់ជួបប្រទះរៀនខ្លួនដំណឹងល្អគឺថាសម្រាប់យើងជាជនបរិស័ទយើងមានព្រះមួយអង្គដែលទ្រង់គង់នៅចិត្តយើងមកកើតហើយព្រះជាម្ចាស់ទ្រង់ចាំជួយដល់អ្នកណាបែបអំពាវនាវរកទ្រង់ដូចនៅក្នុងព្រះគម្ពីរទំកើងជំពូកទី145ខ18បានមានទូលថាព្រះយេហូវ៉ាទ្រង់គង់នៅចិត្តនឹងអស់អ្នកដែលអំពាវនាវរកទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយទឹកត្រង់ព្រះគម្ពីរនេះបង្ហាញប្រាប់យើងថាយើងមានព្រះមួយអង្គដែលព្រះអង្គទ្រង់ចាំជួយយើងក្នុងការដែលយើងទាំងអស់គ្នាមានប្រាថ្នាយើងមិនដូចជាពួកអ្នកដែលអត់ជឿទេអ្នកដែលអត់ជឿអាចមានបញ្ហាគេអត់ទៅណាគេបាក់ទឹកចិត្តគេអត់ប្រមាណគេមានបញ្ហាមួយទៅប៉ុន្តែយើងជាគ្រីស្ទបរិស័ទពេលយើងមានបញ្ហាគឺថាយើងមានព្រះមួយអង្គដែលរងចាំជួយយើងព្រះអង្គទ្រង់គង់នៅយើងក្នុងការដូច្នេះលោកអ្នកបងប្អូននៅថ្ងៃនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានពិចារណានៅមេរៀនមួយដែលមានចំណងជើងថាកុំឲ្យភ័យខ្លាចឡើយកុំឲ្យភ័យខ្លាចឡើយតើហេតុអ្វីបានជាយើងជាគ្រីស្ទបរិស័ទពេលជួបនៅស្ថានភាពឬក៏បញ្ហាដូចគេដែរប៉ុន្តែហេតុអីបានជាយើងមកពីខ្លាចព្រោះថា
យើងមិនគួរភ័យខ្លាចព្រោះថាទី1យើងមានព្រះជាម្ចាស់ដែលព្រះអង្គគង់នៅទីមុខយើងហើយនៅជាមួយយើងនៅក្នុងខ8បងប្អូនអាចមើលបានក្នុងខ8ថាគឺព្រះយេហូវ៉ាដែលទ្រង់ជានាំពួកឯងទៅព្រមទាំងគង់ជាមួយពួកឯងទ្រង់មិនតែហាមនឹងប្រុសឯងឡើយនេះគឺជាពាក្យសម្ដីមួយដែលលោកមូសេបាននិយាយទៅកាន់លោកយូស្វេនៅពេលនៅក្នុងជំពូកទី31នៃព្រះគម្ពីរខត្តយកថាគឺថាអ៊ីស្រាអែលបានដើរមកដល់កន្លែងមួយចិត្តឬក៏ហៀបនឹងឆ្លងទន្លេយ៉ូដានដើម្បីចាប់យកសុខកាណាដែលជាទឹកដីសន្យាដែលព្រះជាម្ចាស់បានសន្យាឲ្យគាត់ឬក៏ពួកឯងជាគាត់ដូច្នេះពេលមកដល់ចំណុចនេះលោកមូសេគាត់មានវែងចាស់ហើយគាត់ហ៊ាននឹងស្លាប់ហើយដូច្នេះលោកមូសេគាត់បានប្រគល់វិរិយទាំងអស់គាត់បានដឹកនាំអ៊ីស្រាអែលទៅឲ្យដឹកនាំទៅជាតិបន្តដែលមានឈ្មោះថាលោកយូស្វេនៅពេលដែលគាត់ឲ្យលោកយូស្វេពេលនេះគឺអ៊ីស្រាអែលគឺជួបនឹងគេហៅថាភាពមិនប្រកបវិជ្ជាភាពទុកព្រួយខាងឡើងនៅក្នុងជីវិតព្រោះថាទី1អ៊ីស្រាអែលត្រូវតែឆ្លងទឹកទន្លេយ៉ូដានហើយទៅចាប់យកទឹកដីសន្យាគឺជាទឹកដីកាណានហើយទៅមិនមែនទៅធម្មតាទេគឺទៅច្បាំងប្រយុទ្ធហើយវាយកប៉ុន្តែក្នុងខណៈដែលពេលដែលគាត់ត្រូវទៅច្បាំងមេដឹកនាំដែលគាត់ដឹកនាំគាត់គឺគេស្លាប់ដែរហើយគាត់បានប្រគល់ការងារនេះឲ្យយើងម្នាក់ដែលដឹកនាំម៉ូតូដើម្បីទៅច្បាំងមកឯងគឺលោកយូស្វេដូច្នេះអ៊ីស្រាអែលកំពុងតែភ័យព្រួយយ៉ាងខ្លាំងព្រោះទី1យើងអត់ដែលស្គាល់អ្នកដឹកនាំនឹងអត់ទេវាបោះពិសោធន៍ជាមួយអ្នកដឹកនាំនេះប៉ុន្តែចាប់ដើមឡើងគឺទទួលអ្នកដឹកនាំថ្មីហើយចាប់ដើមទៅច្បាំងជាមួយនឹងសាសកាណានដែលជាសាសដែលមានមាឌធំហើយគេខ្លាំងដូច្នេះអ៊ីស្រាអែលឡើងភ័យខ្លាចយ៉ាងខ្លាំងតែលោកអ្នកបងប្អូនឡើយមុននឹងលោកមូសេក៏ស្លាប់គាត់ហៅលោកយូស្វេនិងពួកបណ្ដាជននៅជុំគ្នាហើយលោកយូស្វេមកប្រកាសលើកណ្ដាលកន្លងពួកបណ្ដាជនហើយប្រកាសថាម៉េចប្រកាសនៅក្នុងខ8ថាគឺព្រះយេហូវ៉ាដែលយើងនាំមកឯងទៅព្រមទាំងគង់នៅជាមួយនឹងឯងរាល់គ្នាពោលោកមូសេចាប់ឡើងប្រកាសប្រាប់ថាកុំឲ្យពួកបណ្ដាជនខ្លាចឡើយព្រោះមានព្រះជាម្ចាស់ជាអ្នកដែលដឹកនាំនៅពីមុខគេកាលណាដែលប្រើពាក្យថាព្រះអង្គទ្រង់ដឹកនាំនៅពីមុខគេមានន័យថាព្រះជាម្ចាស់ទ្រង់ជាអ្នកដែលដឹកនាំគេទៅរកកន្លែងដែលល្អព្រះជាម្ចាស់ទ្រង់ជាអ្នកដែលដឹកនាំគេកាលណាដែលនិយាយពីថាព្រះអង្គទ្រង់នៅពីមុខគេមានន័យព្រះអង្គជាអ្នកដែលរៀបចំសម្រាប់ជីវិតของគេនោះឯងហើយព្រះអង្គក៏នឹងទទួលជាមួយនឹងខ្មាំងសត្រូវของគេដែរដូច្នេះហើយទៅបានលោកមូសេបានប្រាប់ឲ្យលោកយូស្វេថាក៏ឲ្យលោកយូស្វេភ័យខ្លាចគឺថាព្រះជាម្ចាស់ទ្រង់នៅពីមុខឯងហើយក៏គង់នៅជាមួយនឹងឯងដែរចឹងមានពាក្យពីរដែលថាទ្រង់គង់នៅមុខឯងទ្រង់នៅមុខឯងគឺមានន័យថាព្រះអង្គទ្រង់ដឹកនាំឯងទ្រង់ការពារឯងទ្រង់ថែរក្សាឯងហើយទ្រង់រៀបចំឲ្យឯងទាំងអស់គ្នាហើយការដែលព្រះអង្គដែលលោកមូសេថាព្រះអង្គនៅជាមួយនឹងឯងគឺមានន័យថាព្រះអង្គទ្រង់ការពារឯងคุ้មគ្រងឯងមិនឲ្យឯងទាំងអស់គ្នាចំពោះនោះឬក៏អត់មិនឲ្យតែឯងអស់គ្នាមានបញ្ហាឡើយបើយើងប្រៀបធៀបដូចយើងបាននិយាយអំពីមេមន់ហើយនិងកូនមន់ការដែលមេមន់នឹងបដាកូនមន់មួយចំនួនទៅនៅពេលដែលជួបសត្វណាមួយមកក្បែរគឺពេលនោះមិនដាក់មេរបស់វាគឺចាប់ដើមប្រដាំងស្លាប់ឲ្យកូនមន់រត់មកក្រោមស្លាប់របស់មេមន់ហើយគឺការពារដោយអេស្លាប់របស់វាព្រះជាម្ចាស់ដែលព្រះអង្គទ្រង់គង់នៅជាមួយយើងគឺយើងទាំងអស់គ្នាមានព្រះចេស្តាទទួលបានការការពារមកពីព្រះជាម្ចាស់ខ្លួនឯងនេះហើយដែលព្រះជាម្ចាស់ព្រះអង្គទ្រង់គង់នៅយើងហើយព្រះអង្គការពារយើង
ជាមួយនឹងគ្នាបងប្អូនទាំងអស់គ្នាសាច់រឿងនេះមិនខុសណាពីស្ថានភាពនៃជីវិតយើងរាល់ថ្ងៃឡើយពេលខ្លះជីវិតយើងគឺជួបនឹងបញ្ហាសុខភាពជាជំងឺរ៉ាំរ៉ៃអាចអត់មានសង្ឃឹមពេលខ្លះយើងមានបញ្ហាក្រុមគ្រួសារបញ្ហាបែកបាក់ជាមួយម្ដាយជាមួយនឹងបងប្អូនជាមួយនឹងមិត្តភក្តិជាមួយនឹងគូកនពេលខ្លះយើងមានបញ្ហាបែកគេហៅលុយកាក់ការរកការងារធ្វើការលក់ដូរដែរក៏លក់ដូរអត់ដែរធ្វើការដែរក៏ធ្វើការមិនបានល្អគឺយើងមានជួបបញ្ហាទាំងអស់ប៉ុន្តែជាមួយនឹងគ្នាលោកអ្នកបងប្អូនពេលដែលលោកអ្នកបងប្អូនប្រឈមនឹងបញ្ហាយ៉ាងដូចនេះព្រះបន្ទូលព្រះជាម្ចាស់ថ្ងៃនេះដូចគ្នាមកទៅយើងចូលឲ្យយើងចាំថាព្រះជាម្ចាស់ព្រះអង្គទ្រង់នៅពីមុខយើងកាលណាដែលព្រះអង្គទ្រង់នៅពីមុខយើងគឺមានន័យថាព្រះអង្គទ្រង់ដឹកនាំយើងទ្រង់ថែរក្សាយើងទ្រង់ការពារយើងហើយព្រះអង្គកំពុងនៅជាមួយយើងផងដូច្នេះពេលយើងមានបញ្ហាក្នុងនេះជួយឲ្យយើងសម្លឹងមើលទៅរកព្រះជាម្ចាស់ថាព្រះអង្គគឺជាព្រះនៃការពារយើងនិងថែរក្សាយើងដូច្នេះហើយតែព្រះគម្ពីរបានប្រាប់យើងថាកុំឲ្យយើងទាំងអស់គ្នាភ័យខ្លាចចំណុចទី2គឺហេតុអីបានជាយើងមិនត្រូវភ័យខ្លាចចំណុចទី2ដោយសារតែព្រះជាម្ចាស់ទ្រង់មិនដែលបំបង់ចោលយើងទេនៅក្នុងខ8ដដែលប៉ុន្តែចំណុចមួយទៀតយើងអានបន្តថាគោមិនដែលបំបង់ចោលឯងដែរយើងឃើញថាព្រះជាម្ចាស់មិនមែនត្រឹមគង់នៅពីមុខយើងនៅជាមួយយើងទេប៉ុន្តែសេចក្តីសន្យាមួយទៀតគឺថាព្រះជាម្ចាស់ទ្រង់មិនដែលបំបង់ចោលយើងទេបងប្អូនហើយយើងនឹងដឹងថាលោកអ្នកបងប្អូនទាំងអស់គ្នាធ្លាប់មានមនុស្សបោះបង់ចោលព្រោះប្រសិនកាលណាបើយើងទាំងអស់គ្នាទុកចិត្តឬក៏ដាក់ស្អីសង្ឃឹមលើយើងលើមនុស្សប្រហែលនៅថ្ងៃណាមួយលោកអ្នកបងប្អូនទាំងអស់គ្នានឹងទុកចិត្តប្រហែលថ្ងៃណាមួយបងប្អូនទាំងអស់គ្នាអាចនឹងទទួលនៅការខកចិត្តជាមិនខានព្រោះថាឬយើងមិនមាននរណាម្នាក់ដែលស្មោះត្រង់និងស្រឡាញ់ជាមួយយើងជារៀងរាល់ពេលទេជួនកាលគេនិយាយថ្ងៃនេះស្រឡាញ់យើងតែថ្ងៃស្អែកអាចមិនស្អប់យើងជួនកាលនិយាយថ្ងៃនេះខែក្រោយអាចស្អប់យើងឬក៏ប្រែឬក៏សូម្បីតែគេនិយាយថ្ងៃនេះឆ្នាំក្រោយឬក៏ប្រហែលឆ្នាំក្រោយក៏អាចប្រែតែបើអត់ជានេះទៅទៀតនោះប្រាប់យើងថាស្រឡាញ់យើងពេលព្រឹកពេលនឹងងាយជួនកាលតែគ្រូបាត់ទៅហើយមាននរណាម្នាក់ដែលអាចស្រឡាញ់យើងដូចជាអត់ទេដូច្នេះចូលកុំដាក់សេចក្តីសង្ឃឹមយើងទៅលើមនុស្សប៉ុន្តែចូលឲ្យយើងទាំងអស់គ្នាដាក់សេចក្តីសង្ឃឹមយើងទៅលើព្រះជាម្ចាស់ពេលយើងទាំងអស់គ្នាបានដាក់សេចក្តីសង្ឃឹមលើព្រះជាម្ចាស់នោះយើងទាំងអស់គ្នានឹងពោអនុមកព្រោះថាព្រះជាម្ចាស់ព្រះអង្គគឺជា Jehovah Pistos ភាសាក្រិកភាសា Pistos មានន័យថាព្រះអង្គទ្រង់ស្មោះត្រង់ព្រះអង្គទ្រង់មិនដែលរំលោភលើសេចក្តីសន្យារបស់ព្រះអង្គទេឬក៏មិនដែលក្បត់លើពាក្យសន្យារបស់ព្រះអង្គទេព្រះអង្គទ្រង់ស្មោះត្រង់ចំពោះព្រះអង្គតែព្រះអង្គសន្យាថាឲ្យទឹកដីសន្យារបស់អ៊ីស្រាអែលឲ្យទោះជាជនជាតិអ៊ីស្រាអែលបាក់បោម្ដងហើយម្ដងទៀតពួកបោឲ្យខ្លួននៅតែព្រះនៅតែប្រទានទឹកដីសន្យាឲ្យដល់ទីដែរព្រះអង្គទ្រង់ជាព្រះទ្រង់មិនដែលចាក់កំហុសឬក៏ប្រកាន់ទេក្នុងការដែលគេម្ដងស្អប់ព្រះអង្គម្ដងស្រឡាញ់ព្រះអង្គទេព្រះអង្គគឺជាទូនៃសេចក្តីស្រឡាញ់នោះឯងទោះជាពេលខ្លះអ៊ីស្រាអែលបាក់បោទោះប្រឆាំងនឹងព្រះអង្គព្រះអង្គរាប់អ៊ីស្រាអែលថាជាកូនរបស់ព្រះអង្គដែរនោះមិនមែនដោយសារតែព្រះអង្គមើលថាអ៊ីស្រាអែលស្មោះត្រង់ឬមិនស្មោះត្រង់ទេប៉ុន្តែដោយសារតែព្រះអង្គទ្រង់ស្មោះត្រង់កាលដែលព្រះអង្គទ្រង់ស្មោះត្រង់ព្រះអង្គសន្យាឲ្យគឺព្រះអង្គនឹងទៅធ្វើដល់ពីគុំរបស់អ៊ីស្រាអែលបាទដូចក្នុងព្រះគម្ពីររ៉ូមជំពូក5បាននិយាយថាព្រះអង្គបានស្រឡាញ់យើងទាំងអស់គ្នាក្នុងកាលយើងទាំងអស់គ្នាមានបាបដល់យើងនេះមានន័យថាព្រះអង្គស្រឡាញ់យើងទាំងអស់គ្នាមិនមែនដោយសារតែយើងធ្វើល្អទេព្រះ
ម៉ែតែយើងធ្វើល្អអង្គស្រឡាញ់ហើយយើងធ្វើអាក្រក់អង្គឈប់ស្រឡាញ់ទេប៉ុន្តែព្រះអង្គស្រឡាញ់យើងក្នុងការដែលយើងទាំងអស់គ្នានៅមានបាបទៅឡើយអូនមានន័យថាទោះជាយើងប្រព្រឹត្តល្អក៏ព្រះអង្គស្រឡាញ់ព្រះអង្គយើងប្រព្រឹត្តអំពើបាបពេលខ្លះក៏នៅតែព្រះអង្គស្រឡាញ់ព្រោះថាព្រះអង្គជាទូនៃសេចក្តីស្រឡាញ់មកឯងហើយព្រះអង្គក៏មិនដែលបោកបង់ចោលរីករបបកូនទូលផងដែរព្រោះថាព្រះអង្គគឺយេហូវ៉ាគ្រីស្ទូសនិងព្រះអង្គគឺជាព្រះដ៏ស្មោះត្រង់ដូច្នេះលោកមូសេបានប្រាប់ទៅលោកយូស្វេថាព្រះអង្គមិនត្រឹមតែគង់នៅពីមុខឯងទេព្រះអង្គគង់នៅជាមួយនឹងឯងហើយព្រះអង្គមិនមែននៅតែពីមុខហើយនៅជាមួយឯងទេប៉ុន្តែចំណុចមួយទៀតគឺថាព្រះអង្គទ្រង់មិនតែបងចោលឯងឡើយមានន័យថារាល់កន្លែងដែលឯងទៅចូលទៅដីសន្យាមិនថាកន្លែងណាទេគឺព្រះអង្គគង់នៅជាមួយនឹងឯងវត្តទំនានៃក្រុមទឹកងងឯងហើយការពារឯងថែរក្សាឯងមិនឲ្យខាងសត្រូវណាមកពីឯងឡើយចូលឲ្យគ្រាន់តែជឿហើយចេញទៅប៉ុណ្ណោះនោះព្រះជាម្ចាស់នឹងទទួលទៅក្នុងយ៉ាងនោះដល់គេចិត្តជឿថាដូច្នេះនៅទី2ដែលយើងនិយាយបានគឺយើងនិយាយថាព្រះអង្គគឺជាយេហូវ៉ាគ្រីស្ទូសព្រះអង្គទ្រង់ស្មោះត្រង់ដល់ទីស្មោះត្រង់ដល់អ៊ីស្រាអែលស្មោះត្រង់ដល់អ្នកណាដែលជឿដល់ព្រះអង្គមិនមែនជាព្រះដែលម្ដងស្រឡាញ់ម្ដងស្អប់ទេប៉ុន្តែព្រះអង្គគឺជាព្រះទ្រង់ជាទូនៃសេចក្តីស្រឡាញ់ទោះជាយើងទាំងអស់គ្នាធ្វើខុសក៏ព្រះអង្គនៅតែស្រឡាញ់ទោះជាយើងបងប្អូនធ្វើត្រូវក៏ព្រះអង្គនៅតែស្រឡាញ់នេះមិនមែនដោយសារតែមើលលើយើងខុសពីត្រូវទេប៉ុន្តែមើលលើសេចក្តីសន្យារបស់ព្រះអង្គមើលលើទ្រង់ជាព្រះយេហូវ៉ាគ្រីស្ទូសជាព្រះដ៏ស្មោះត្រង់ដែរដូច្នេះលោកអ្នកបងប្អូនហើយការដាក់ទីសង្ឃឹមគឺយើងត្រូវដាក់សង្ឃឹមទីសង្ឃឹមលើព្រះជាម្ចាស់ជាជាងយើងដាក់ទីសង្ឃឹមលើលោកព្រោះការណាដែលយើងអត់ពេលដាក់សង្ឃឹមលើលោកអាចទៅថ្ងៃណាមួយយើងនឹងបាត់ទៅឬក៏ខកចិត្តជាងថាបងប្អូនអាចមើលជួយវិញគឺបងប្អូនអាចនិយាយឆ្ងាយស្ដាប់តើណាអាចជួយបងប្អូនបានក្នុងគ្រាដែលបងប្អូនអត់មានបញ្ហាប្រហែលជាជួយបាននៅក្នុងចំណែកជាមនុស្សតាប៉ុណ្ណោះជួយបានតិចតួចតាមរយៈតិចតួចតាមប៉ុន្តែនៅពេលដែលលោកអ្នកបងប្អូនអស់គ្នាមានជំងឺឈឺគ្រាន់គ្រារ៉ាំរ៉ៃមិនមានសូម្បីតែគ្រូពេទ្យក៏មិនអាចជួយបានអានោះពេលនោះយើងមិនដឹងថាមនុស្សគ្មានអាណាជួយយើងបានទេព្រលឹងយើងក៏គ្មានអាណាជួយយើងបានដែរមានតែចាស់ប៉ុណ្ណោះដូច្នេះហើយចូលឲ្យដាក់សេចក្តីសង្ឃឹមលើព្រះជាម្ចាស់បានអង្គហើយព្រះជាម្ចាស់ព្រះអង្គទ្រង់ស្មោះត្រង់អង្គនឹងប្រទានពរដល់ទីបងប្អូននៅទី3យើងនឹងខ្លាចព្រោះនៅក្នុងព្រះគម្ពីរខចុងក្រោយជិតខ8នឹងដែរគឺលោកស្វេបង្គាប់ឲ្យលោកយូស្វេកុំឲ្យទៅខ្លាចតែម្ដងគឺថាទូឆ្នេះកុំឲ្យខ្លាចឬសម្រាប់ចុះអសោះហេតុអីបានជាលោកមូសេបង្គាប់បញ្ជាឲ្យលោកយូស្វេឲ្យគាត់ខ្លាចឬក៏ប្រាប់អ៊ីស្រាអែលកុំឲ្យគាត់ខ្លាចព្រោះថាទី1ព្រះជាម្ចាស់អង្គទ្រង់នៅពីមុខគេទ្រង់នៅពីមុខគេហើយព្រះអង្គនៅជាមួយនឹងគេព្រះអង្គមិនដែលបោះបង់ចោលទេប៉ុន្តែលោកអ្នកបងប្អូនទាំងអស់គ្នាការដែលមិនឲ្យខ្លាចគឺថាដោយសារអីព្រះជាម្ចាស់ជាអ្នកដែលបង្គាប់ថាព្រះអង្គទ្រង់នៅការពារយើងលោកបងប្អូនយើងអត់ដឹងថាទៅថ្ងៃស្អែកមានអ្វីកើតឡើងក្នុងជីវិតយើងទេនេះតែណាប៉ុន្តែយើងស្គាល់ព្រះនៅថ្ងៃស្អែកដែលព្រះអង្គទ្រង់ល្អដល់អ្នកបងប្អូនទាំងអ្នកបងប្អូនយើងស្គាល់ថាយើងមិនដឹងថាតែជំងឺយើងទៅមុខនៅវិវត្តកាន់ទៅនេះយើងមិនដឹងប៉ុន្តែអ្វីដែលយើងដឹងព្រះអង្គម្ចាស់ជាព្រះនៃយើងព្រះអង្គគឺជាព្រះដោយក៏ឲ្យជាព្រះអង្គគឺជាព្រះអស់ទាំងព្រះហើយជាគ្រូពេទ្យលើអង្គទាំងហើយព្រះអង្គបានរាប់យើង
chỉ câu bởi ông sao mà thấy ông có phải dưỡng mà chi cũng lại nhưng mà đâm thà tao chỉ có chứ chú bánh hạ ấy nên này càng lúc mình tha ca nghe mình thaคนเนี้ยคนโน้งามมวยที่เขาตั้งตัวตายคนเนี้ยบางคนชุบตักสิ่งใดอย่างหนึ่งเลยแพร่คนทำแพร่ชีวิตจะชีแพร่ได้ยืนกับพงได้ชื่อตามได้ชีแพร่ดอกเมียนเดือดทีเดียวเลือดเจสดาอยู่ได้เจ็บได้พระอ้อมตรงเช่นเนี้ยตายตัวจีนโปเราอยู่ตรงนี้ในขนมแรกของปียุหานจะพุกดอกประมวยบางคนอธิบายจะมีชนบานยุหานจะพุกดอกประมวยข้อที่33พระคัมภีร์ยูฮานจะพูดต่อกับมวยข้อ33กับอาจุนชมพระสิกเลยอย่างนี้ดำไปเอาเนี่ยรอบที่บานสิกเลยสุขสร้างต่อสักชมในโลกไก่นี้นู้นเนี่ยรอบนี้มีสิกเลยเวทนี้ไหมคนตายเตยสังคมไหลแต่บัดชมบานชเนียโลกไก่เอาตัวเรียกองค์โอเลยเด็กน้องโคของปีนี้ค่ะพระองค์ปีสิได้ไว้ที่เลยคงรู้มีเวลาเยอะที่โคสักเราเยอะมาตอนที่เราที่เยอะมีปัญหาตรงนี้เราไปยิ่งโตขึ้นช่วยช่วยสักอันโตขึ้นปัญหาไปโชว์กันดูช่วยอันโตขึ้นคนตายเอาไว้เลยข้อนี้นู้เนี่ยได้เอาชื่อแรกที่นี่สิสุดเลยcho nên dưỡng nhẹ chưa bè dần miền phép với ông đại của ông trong chăm chú dưỡng hai phép chặt trong miền chơi trong đẹp lơ cây thằng mua càng nay đây của ông miền chơi trong đẹp lơ cây chơi trong đẹp lơ cây thằng mua này nơi không ra công ty mà thay cho một phim vậy có lòng đấy của ông miền đồng tu đây và ông thay bất không thể ổn nai được cái chế xa bằng một khuôn một trong đời hai đầy sự khổ đối với bên đây là pre chim chạc cứ chim pre của mình ổn nai được cái chế xa lúc đó bên đây nó cứ không phải có một cái chim chạc này không phải ong đâu hả đối với cái này là ong không phúc không đưa ở đây bên họ lúc pre chim chạc ong không chỉ pre đồ cả thì ông chúng ta không能thay được啥bao gồm một tổ hợp cho ở dương ở thế còn tại biên đây trong nước sinh đây sông khấm hai ông tiêu điều của tổ như vậy ông bây giờ tua phai của ông rồi em sinh đây sông lông rồi bao dương ở đi mình được chọn nhân viên khổ vì mùi chết từ Philip trong một hai ba trong mùi địa bán Philip được luôn cùng Philipจะพูดบุญให้ข้อที่ประมวยฟิลิปจะพูดที่บุญข้อประมวยเป็นใจนางกับเอาข้อควายเอาไว้ได้จูตู้ดอกแรกเอาเชื่อปีในสมองเราเนี่ยรอมีลุงประกาศเลยเนาะเราเสียค่าหนึ่งกิโลกรัมเตียงโต๊ะปีโอเป็นคนโตต้องการของปีที่ไปหนึ่งให้กับเจ้าหน้าkarena dia orang Cina lebih dari orang lain, cuma orang kui, kafai, kafai juga. Tapi cuma orang mampu dia kan, susung orang, dijadi dengan orang. Yang mana ada yang cunggu, cakap, dan dia nanti sungguh belajar, fai orang, dia tu fai orang, tahu sendiri juga orang itu orang kecil. Tahu sendiri juga orang mungkin bawa dia untuk berusaha dia. Bao nhiêu lượng các chuyên trách nâng độ lo về bài hát ở vị trí của việc chủ của việc này. Đối với trường mình phải pha cho bây giờ. Tại sao tại cái đuôi được rét chuyên trách trong cùng nơi bị dưỡng, chuyên nhận được non dưỡng, cà phê dưỡng, hay là xà dưỡng.ហើយព្រះអង្គvai thuộc cùng nơi chuyên dưỡng. Thì khiព្រះអង្គទ្រង់មិនដែលchoយើងឡើយគឺព្រះអង្គទ្រង់ជាព្រះយេហូវ៉ាគ្រីស្ទជាព្រះដ៏ស្មោះត្រង់សម្រាប់យើងទាំងអស់គ្នាហើយតាមណាដែលយើងទាំងអស់គ្នាស្គាល់ឬទទួលស្គាល់ដឹងថាព្រះអង្គនឹងបបង់ដល់យើងគង់នៅជាមួយយើងនោះព្រះជាម្ចាស់ចង់ឲ្យយើងទាំងអស់គ្នាគង់ស្ដីថាបើថាព្រះអង្គទ្រង់បានយកឈ្នះទុក្ខទាំងមូលហើយដូច្នេះរាល់តែបញ្ហារាល់ទាំងសេចក្ដីលំបាកចូលឲ្យយើងគួរដល់ព្រះជាម្ចាស់ស្រុក
ដោយស្ដីជំនឿព្រះជាចាស់នឹងបញ្យល់តដល់អ្នកបងប្អូនជាក្រុមគ្រួសារផងដែរសូមបានអធិដ្ឋានជាមួយគ្នា